មានបងណាធំហើយអត់ចេះធ្វើការីអត់មកធ្វើមួយអូនមកចាំអូនបង្រៀននឹងប្រាប់ពីតិចនៃធ្វើការីដើមមិនបានក្រហមហើយស្អាតហើយឆ្ងាញ់ទៀតស្ដីបងហើយនេះអូនទំនេរចាំអូនមកបរៀនបងពីតិចនៃខ្លះដែលធ្វើឲ្យការីមានរសជាតិឆ្ងាញ់និងមានសម្រាប់រសស្អាតទៀតដំបងឡាយអូនមកហាត់សាច់គោជាមុនសិនកូនថ្ងៃនេះអូនរើយកសាច់ចប់ខ្លាញ់និងឆ្អឹងជំនីដែរបន្ទាប់ពីអូនហាន់រួចអូនក៏បានមកលាងសាច់គោឲ្យវាស្រស់ទឹកសិនការជ្រើសរើសសាច់គោដែលត្រឹមត្រូវក៏អាចធ្វើឲ្យការីយើងមានរសជាតិឆ្ងាញ់ផងដែរបន្ទាប់ពីលាងសាច់គោរួចអូនក៏បានមកលាងបន្លែបងមានស្គាល់អត់ថានឹងជាបន្លែអីអូនណាការីសាច់គោជាមួយនឹងគោម្ដងបងមិនរំតែបានគោម្ដងប៉ុណ្ណឹងត្រូវកាប់ដំណោះអស់មួយណាបន្ទាប់ពីលាងបន្លែរួចអូនក៏បបុកគ្រឿងម្ដងស្លឹកគ្រៃអូនបានតែងគេមកពីផ្សារតមកអូនក៏បានដាក់ខ្ទឹមសមកឲ្យម៉ត់ហើយទៅអូនដាក់ខ្ទឹមក្រហមបន្ថែមខ្ទឹមសដាក់បន្តិចបានហើយបងប៉ុន្តែខ្ទឹមក្រហមដាក់ច្រើនជាងគេទៅបើយើងដាក់ខ្ទឹមច្រើនណាក៏យើងធ្វើឲ្យការីយើងឆ្ងាញ់ដែរអូនក៏បានលួចដាក់ម្ទេស2គ្រាប់ដើម្បីឲ្យការីយើងហឹលដែរទៅមកអូនណាគាត់ខាច់សាច់គោតាច់អញ្ចឹងគាត់មកហាន់សាច់គោបន្ថែមទៀតអូនណាប្រមូលអស់ហើយអ្នកតែអូនណាមកជួយធ្វើការីមួយឆ្នាំងធំហ្នឹងគ្រឿងហ្នឹងបងមកត្រូវបុកឲ្យម៉ត់បន្ទាប់ពីបុកគ្រឿងម៉ត់ហើយអូនក៏បានដាក់អំបិលនិងប៊ីចេងបន្តិចបន្ទាប់បោកអូនក៏បានចិញ្ច្រាំចឹងសឲ្យបានម៉ត់ទុកសម្រាប់លីងគ្រឿងចំណែកប៉ាអូនវិញគាត់ទៅសក់ដងធម្មជាតិណាបងដងខ្លួនឯងតែម្ដងបន្ទាប់ពីសក់រួចប៉ាអូនយកមកកត់ដងខ្លួនឯងទៀតចំណែកអូនវិញអូនមកពុះទឹកដងជាមួយនឹងមីអូនបងអើយដងធម្មជាតិហ្នឹងសត្វទីសាច់គោប៉ុណ្ណឹងអូនប្រើដងចំនួន2ផ្លែសម្រាប់ការីណាបងយើងដាក់ដងទៅច្រើនកាន់តែឆ្ងាញ់អូនពុះទឹកដងរួចហើយអូនក៏បានមកកាត់ភ្លើម្ដងអូនប្រើចង្ក្រានអស់បងពីព្រោះយើងត្រូវរងាស់យូរអូនក៏បានដាក់ឆ្នាំងមករីងគ្រឿងកន្លែងនេះបងតែមិនតន់ណាអូននៅមកប្រាប់ពីការីយើងធ្វើម៉េចឲ្យបានពណ៌ក្រហមស្អាតអូនដាក់ប្រេងឆាចូលបន្តិចរួចដាក់ខ្ទឹមសដែលអូនបានចិញ្ច្រាំមុននឹងចូលក៏វាបានឈ្ងុយកន្លែងហ្នឹងក៏សំខាន់ដែរបងដែលយើងក៏បានឈ្ងុយការីយើងក៏មានរសជាតិឈ្ងុយឲ្យការីយើងមានក្លិនឈ្ងុយដែរបន្ទាប់ពីឡើងក្រហមហើយអូនក៏បានដាក់ម្ទេសក្រហមក៏វាបន្តិចរួចដាក់ស្ករត្នោតចូលស្ករត្នោតណាបងត្រូវរើសយកស្ករខ្មែរដាក់ធ្វើឲ្យការីយើងមានរសជាតិឆ្ងាញ់កន្លែងហ្នឹងហើយจะធ្វើឲ្យការីយើងមានពណ៌ក្រហមស្អាតគឺយើងត្រូវរំលីងក្រហមប្រាំងជាមួយនឹងស្ករត្នោតចូលគ្នាបន្ទាប់ពីរំលីងឲ្យវាស្ងួតទឹករួចអូនក៏បានដាក់គ្រឿងដែលអូនបានដុកចូលវាបន្តិចអូនក៏បានដាក់ខ្ទិះដូងដើមចូលផងដែរបន្ទាប់ពីគ្រឿងយើងឡើងឈ្ងុយហើយអូនក៏បានដាក់សាច់គោចូលអ្នកផ្ទះអូនណាធ្វើការីរបៀបហ្នឹងបងអូនបានដាក់កាពិនិងប្រហុកទេអូនធ្វើការីនេះតាមបែបអ្នកផ្ទះអូនបន្តែអូនធានាថាមានរសជាតិឆ្ងាញ់ខ្លាំងណាស់បងអើយបន្ទាប់ពីច្របល់សាច់គោចូលគ្រឿងហើយអូនក៏បានដាក់ខ្ទិះដូងចូលដើម្បីរំងាស់សាច់គោខ្ទិះអូនឲ្យអូនដាក់គឺខ្ទិះដូងចុងណាបងអើយខ្ទិះដូងដើមអូនទុកដាក់ក្រោយគេបងមើលណែវិផុតឡាត់រំងាស់សុកក៏ប្រេះចង្ក្រានអូនក៏បានដូរចង្ក្រានថ្មីអូនណារំងាស់សាច់គោរយៈពេល3ម៉ោងឯណោះបងរយៈពេលហ្នឹងអូនក៏ឆ្លៀតពេលមកបោកខោម្ដងទៅមួយអតីតអូនសម្រាប់បានតែមួយថ្ងៃអញ្ចឹងហើយអត់សូវមានពេលถ่ายវីដេអូឲ្យបងមើលទេបន្ទាប់ពីហាខោរួចអូនក៏បានមកមើលការីរបស់អូនការីចិត្តឆ្អិនហើយអញ្ចឹងអូនត្រូវថែមទីដងដើមរំងាស់វាបន្តិចទៀតសាច់គោឡើងផុយអូនក៏បានដាក់បន្លែចូលក៏វាបន្តិចទុកឲ្យវាពុះហើយយើងភ្លក់វាយកប្រៃផ្អែមល្មមហើយយើងដួសដាក់ចានអត់វាអត់ក៏ពុះហើយបងធ្វើបើព្រឹកហើយបោកកៅអៅទៀតអ្នកណាមិនភ្លៀនមកបងមកញ៉ាំជាមួយនឹងអូនវីដេអូនេះមានតែប៉ុណ្ណឹងទេបាយបាយ